សំណួរមួយតើរយៈពេលយប់និងថ្ងៃស្មើគ្នានិងរយៈពេលយប់និងថ្ងៃមិនស្មើគ្នាហៅថាបាតុភូតអ្វី2តើបាតុភូតទាំងនេះកើតឡើងនៅពេលណាខ្លះចំឡើយ1យប់និងថ្ងៃស្មើគ្នាហៅថាសមរាត្រីយប់និងថ្ងៃមិនស្មើគ្នាហៅថាវិសមរាត្រី2បាតុភូតទាំងនេះកើតឡើងនៅពេលសមរាត្រីកើតឡើងនៅពេលពន្លឺព្រះអាទិត្យចាំងប៉ះផែនដីកាត់កែងត្រង់អេក្វាទ័រវិសមរាត្រីកើតឡើងនៅពេលពន្លឺព្រះអាទិត្យចាំងត្រេតទៅលើផែនដីដោយសារផ្អៀងអប៉ូលរបស់ផែនដីសំណួរតើថាមពលព្រះអាទិត្យផ្ដល់សារៈសំខាន់អ្វីខ្លះដល់ជីវិតលើភពផែនដីចម្លើយថាមពលព្រះអាទិត្យផ្ដល់សារៈសំខាន់ដល់ជីវិតនៅលើភពផែនដីដូចជា1ផ្ដល់ពន្លឺសម្រាប់បំភ្លឺ2ផ្ដល់លទ្ធភាពរស្មីសំយោគសម្រាប់រុក្ខជាតិ3ផ្ដល់ថាមពលអគ្គិសនីសម្រាប់មនុស្ស4ផ្ដល់កម្ដៅគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ជីវិតលើភពផែនដីម្ដងទៀតថាមពលព្រះអាទិត្យផ្ដល់សារៈសំខាន់ដល់ជីវិតនៅលើភពផែនដីដូចជា1ផ្ដល់ពន្លឺសម្រាប់បំភ្លឺ2ផ្ដល់លទ្ធភាពរស្មីសំយោគសម្រាប់រុក្ខជាតិ3ផ្ដល់ថាមពលអគ្គិសនីសម្រាប់មនុស្ស4ផ្ដល់កម្ដៅគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ជីវិតរស់នៅលើភពផែនដីសំណួរនាពេលបច្ចុប្បន្នសំណល់ត្រូវបានគេប្រមូលកែច្នៃហើយប្រើប្រាស់ឡើងវិញឬប្រើប្រាស់ក្នុងគោលដៅថ្មីទៀតតើកំណែច្នៃជាថ្មីនិងកំប៉ុស្តកម្មមានសារៈសំខាន់អ្វីខ្លះលើជីវភាពរស់នៅក្នុងសង្គមចម្លើយនាពេលបច្ចុប្បន្នសំណល់ត្រូវបានគេប្រមូលកែច្នៃហើយប្រើប្រាស់ឡើងវិញឬប្រើប្រាស់ក្នុងគោលដៅថ្មីទៀតការកែច្នៃនិងកំប៉ុស្តកម្មមានសារៈសំខាន់យ៉ាងច្រើនលើជីវភាពរស់នៅក្នុងសង្គមដូចជាការកែច្នៃជាថ្មីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានកាត់បន្ថយបរិមាណសំរាមកាត់បន្ថយថ្លៃបោះចោលសំណល់ជួយថែរក្សាធនធានធម្មជាតិនិងសន្សំសំចៃថាមពលក្នុងការផលិតវត្ថុធាតុថ្មីបង្កើតនូវសកម្មភាពសេដ្ឋកិច្ចនិងការងារថ្មីកាត់បន្ថយការនាំចូលទំនិញនិងវត្ថុធាតុដើមកំប៉ុស្តកម្មសំណល់សរីរាង្គអាចយកទៅធ្វើជាកំប៉ុស្តសម្រាប់កសិកម្មកាត់បន្ថយការប្រើប្រាស់ជីគីមីរក្សាគុណភាពដីនិងបង្កើនគុណភាពដីកាត់បន្ថយបរិមាណសំណល់សរីរាង្គចំណេញថវិកាបានច្រើនសំណួរតើថាមពលនុយក្លេអ៊ែរផ្ដល់នូវគុណសម្បត្តិនិងគុណវិបត្តិដូចម្តេចខ្លះចម្លើយថាមពលនុយក្លេអ៊ែរផ្ដល់នូវគុណសម្បត្តិនិងគុណវិបត្តិដូចជាគុណសម្បត្តិជាប្រភពថាមពលដ៏សម្បូរហូរហៀរអាចជំនួសឥន្ធនៈផូស៊ីលបានអ៊ុយរ៉ាញ៉ូម235 1 ក្រាមអាចផ្ដល់ថាមពលបានយ៉ាងច្រើនស្មើនឹងការដុតធ្យូងថ្មប្រហែល 3,5 តោនមិនផលិតឧស្ម័នកាបូនិក
ជាធម្មពលខ្លាំងសម្រាប់គ្រឿងសព្វាវុធផ្សេងក្នុងសង្គ្រាមគុណវិបត្តិបង្កើតជាសារធាតុវិទ្យុសកម្មដែលគ្រោះថ្នាក់យ៉ាងខ្លាំងត្រូវការបច្ចេកទេសទំនើបខ្លាំងដើម្បីផលិតនិងគ្រប់គ្រងចំហាយវិទ្យុសកម្មបំផ្លាញកោសិការូបធាតុសេនេតិកជាដើមពិបាកក្នុងការគ្រប់គ្រងនិងទុកដាក់កាកសំណល់សូមបងប្អូនទាំងអស់គ្នាជួយចុច Subscribe Channel YouTube ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានវីដេអូសំណួរចម្លើយថ្មីបន្ថែមទៀតសូមអរគុណ